សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះអេមីនបាននាំយករឿងថ្មីមួយរឿងទៀតហើយដែលជាខ្សែភាពយន្តបែប BL របស់កូរ៉េហើយរឿងយើងនេះដែរគឺជារឿងយូរដែរហើយប៉ុន្តែអេមីនទើបបានយកមកសម្រាយហើយរឿងរបស់យើងមានចំណងជើងថា Choco Milkshake ដែលរឿងនេះគឺជារឿងប្រភេទបែប drama លាយនឹងជាមួយអភិនិហាសម្រាប់សាច់រឿងនេះគឺអេមីនអត់ចង់និយាយមុនអីច្រើនទេគឺចង់ឲ្យបងប្អូនដឹងទៅព្រមគ្នាជាមួយនឹងអេមីនសម្រាយតែម្ដងប៉ុន្តែមុននឹងចូលសាច់រឿងបងប្អូនកុំភ្លេចជួយចុច like ចុច share និងចុច subscribe វីដេអូរបស់អេមីនផងដើម្បីទទួលបានវីដេអូថ្មីៗពេលអេមីនបន្តទៀតផ្ដើមនៃសាច់រឿងយើងក៏បានឃើញតួបឋមរបស់យើងឈ្មោះថាចុងវុនហ្នឹងកំពុងតែគេងថែមទាំងមានបរិសុទ្ធ2នាក់អោបគាត់សងខាងទៀតផងភ្លាមហ្នឹងចុងវុនរបស់យើងក៏ចាប់ផ្ដើមភ្ញាក់ហើយក៏ងើបមកអង្គុយនឹកដល់ហេតុការណ៍ដែលបានជួបអ្នកទាំងពីរកាលពីម្សិលមិញហ្នឹងពេលហ្នឹងយើងក៏បានឃើញចុងវុនរបស់យើងកំពុងតែចេញពីកន្លែងធ្វើការហើយអំឡុងពេលដែលគេកំពុងតែដើរទៅផ្ទះហ្នឹងស្រាប់តែគេបានឃើញបរិសុទ្ធ2នាក់កំពុងអង្គុយចាំគេហ្នឹងនៅមុខផ្ទះរបស់គេរួចក៏ញញឹមដាក់គេទៀតផងប៉ុន្តែពេលហ្នឹងចុងវុនយើងក៏មើលហើយក៏អត់បានចាប់អារម្មណ៍ដែររហូតមកដល់បន្ទប់វិញគេក៏ដាក់ខ្លួនបំប្រាស់អង្គុយបន្តិចភ្លាមហ្នឹងក៏ស្រាប់តែមាននរណាមិនដឹងទេគោះទ្វារគេក៏ប្រញាប់ចេញទៅបើកមកក៏ឃើញបរិសុទ្ធ2នាក់ហ្នឹងឯងភ្លាមហ្នឹងគេក៏ស្ទុះមកអោបចុងវុនយើងក៏ខំរើបំរាស់តែរើយ៉ាងណាគេក៏អត់ព្រមលេងដែរចឹងចុងវុនក៏សម្រេចចិត្តថាមកអង្គុយនិយាយគ្នាឲ្យដឹងរឿងហ្មងទៅប៉ុន្តែរឿងដែលហួសចិត្តគឺអ្នកទាំងពីរហ្នឹងមកអះអាងថាខ្លួនឯងហ្នឹងគឺជាឆ្កែហើយនឹងឆ្មារបស់ចុងវុនដែលបានស្លាប់ទៅយូរហើយហ្នឹងប៉ុន្តែចុងវុនយើងអត់ជឿទេថែមទាំងបានថាពួកគេហ្នឹងឈួតហើយវាមិនអាចទៅរួចទេប៉ុន្តែពួកគេក៏ថាគេមិនបាននិយាយលេងទេនេះគឺជារឿងពិតពេលហ្នឹងពួកគេក៏ចាប់ផ្ដើមព្យាយាមពន្យល់និងនិយាយអំពីរឿងរ៉ាវដែលបានកើតឡើងរវាងគេនិងចុងវុនកាលពីអតីតចុងវុនក៏បន្តស្ដាប់ពួកគេទាំងធ្វើមុខឆ្ងល់ព្រោះរឿងខ្លះវាជារឿងរបស់គេនិងសត្វចិញ្ចឹមផ្ទាល់ខ្លួនហ្នឹងតែពួកគេជាណាបានជាមិនដឹងរឿងគេអញ្ចឹងភ្លាមហ្នឹងម្នាក់ដែលមានឈ្មោះថាមីលដែលអាងខ្លួនថាជាឆ្មាហ្នឹងក៏បាននិយាយទៅកាន់ចុងវុនថាចុងវុនគឺគេមានស្នាមសន្លាក់នៅខាងចង្កេះខាងឆ្វេងរបស់គេតែពេលហ្នឹងគឺចុងវុនយើងគឺកាន់តែឆ្ងល់ទៀតគេដឹងបានយ៉ាងម៉េចទៅភ្លាមហ្នឹងម្នាក់ដែលមានឈ្មោះថា Choco ដែលអាងខ្លួនថាជាឆ្កែរបស់ចុងវុនហ្នឹងក៏បាននិយាយថាអាពីក្មេងគឺគេបានត្រូវរបួសហើយពេលហ្នឹងចុងវុនគឺបានយកគេទៅមន្ទីរពេទ្យហើយទឹកមុខរបស់ចុងវុនពេលហ្នឹងគឺភ័យខ្លាំងមែនទែនពេលហ្នឹងចុងវុនគេកាន់តែស្ដាប់គេកាន់តែឆ្ងល់ប៉ុន្តែគេក៏បានងាកទៅមើលមុខអ្នកទាំងពីរហើយក៏គេមានអារម្មណ៍ថាមុខអ្នកទាំងពីរហ្នឹងដូចជាសត្វចិញ្ចឹមរបស់គេទាំងពីរហ្នឹងពិតមែនប៉ុន្តែចុងវុនក៏គេថារឿងនេះមិនអាចទៅរួចនោះទេពេលហ្នឹង Choco គេក៏បាននិយាយថានេះចុងវុនអត់ចាំរឿងរបស់ពួកគេទេមីលក៏បន្តគេថារឿងរបស់ចុងវុនគេចាំបានទាំងអស់ហ្នឹងពេលហ្នឹងគេក៏ទម្លាក់ទឹកមុខឡើងកំសត់ចុងវុនក៏ថាប៉ុន្តែពួកគេបានស្លាប់អស់ទៅហើយមីលគេក៏ចង្អុលចុះគេនៅចំពោះមុខនេះហើយតើចុងវុនក៏ថាបើឯងជាពួកឯងមិនផ្លាស់ប្ដូរច្រើនទេមីលគេថាគេមានបានផ្លាស់ប្ដូរណាគេនៅដូចដើមតានេះហើយចុកកូវិញគេក៏ឲ្យចុងវុនហ្នឹងដាក់ដៃមកពេលហ្នឹងគេក៏យកមុខគេដាក់លើដៃចុងវុនឃើញចឹងក៏រៀងអៀនបន្តិចដែរចុកកូនៅតែទទូចសួរថាចុងវុននឹកគេឬអត់ដល់ចុងវុនឆ្លើយថានឹកចឹងគេក៏រៀងសប្បាយចិត្តបន្តិចដែរហើយក៏តបទៅចុងវុនថាគេក៏នឹកចុងវុនដូចគ្នាហើយក៏ស្ទុះទៅអោបចុងវុនយើងទៀតហើយឯបងឆ្មាយើងវិញបានតែអង្គុយសើចយ៉ាងមានក្តីសុខកាត់មកថ្ងៃថ្មីយើងក៏បានឃើញចុកកូរបស់យើងហ្នឹងកំពុងតែឈរនៅមុខបន្ទប់ទឹករបស់ចុងវុនភ្លាមហ្នឹងចុងវុនក៏ចេញមកគេក៏ហុចវ៉ែនតាឲ្យចុងវុនទាំងស្នាមញញឹមអីចឹងទៅចុងវុនយកហើយក៏ដើរចេញទៅប៉ុន្តែចុកកូរបស់យើងហ្នឹងគឺអត់ឈប់ទេនៅតែដើរតាមចុងវុនទៅមកចុងវុនរបស់យើងក៏រៀងធុញបន្តិចដែរក៏ស្ដីទៅគេហេតុអីគេចេះតែដើរតាមខ្លួនអញ្ចឹងចុកកូក៏ឆ្លើយថាដោយសារគេស្រឡាញ់ចុងវុនខ្លាំងណាស់ចុងវុនរបស់យើងក៏រៀងអៀនបន្តិចដែរក៏និយាយបន្លប់ថាបើឯងនៅតែដើរតាមយើងទៀតយើងច្បាស់ជាឈួតហើយនិយាយហើយចុងវុនក៏ចូលទៅក្នុងបន្ទប់រួចចាក់សោដែលធ្វើឲ្យចុកកូរបស់យើងនឹងរៀងសេតបន្តិចដែរពេលហ្នឹងបងឆ្មារបស់យើងក៏ថាឲ្យចុកកូតែឯងល្មមបានហើយឯងគិតទៅមើលរូបរាងរបស់ពួកយើងនៅតែមិនសមចុះចម្រាំចុងវុនជាពិសេសហ្នឹងគឺខ្លួនរបស់ឯងធំខ្លាំងណាស់ដូចជាដំរីទឹកអញ្ចឹងចុកកូក៏ថាចុះរៀងឯងមិនធំទេនិយាយហើយក៏ធ្វើមុខឈ្មោះដូចកូនឆ្កែអញ្ចឹងពេលហ្នឹងចុកកូគេក៏និយាយថារាងកាយនេះពិតជាពិបាកពិតមែនមានក៏ថាត្រូវហើយអញ្ចឹងហើយយើងត្រូវតែកុំធ្វើឲ្យចុងវុននឹងត្រូវលំបាកដោយសារពួកយើងមិនបានប៉ុន្មានចុងវុនក៏ដើរចេញមករៀបនឹងសន្លក់ខោតែពេលហ្នឹងមីលបែរជាចាប់អារម្មណ៍នឹងខ្សែចង្កេះខោរបស់ចុងវុនដល់អញ្ចឹងគេក៏ស្ទុះទៅទាញខ្សែចង្កេះខោរបស់ចុងវុនតែកម្រោតែម្ដងដល់ឃើញសកម្មភាពមិនល្អបែបហ្នឹងចុកកូរបស់យើងនឹងក៏ចូលមកជួយដែរដោយទាញជាមួយនឹងមីលទាញទៅទាញមករហូតដល់ខោចុងវុនរបូតដល់ដីតែម្ដងពេលហ្នឹងចុងវុនរបស់យើងពិតជាខឹងពួកគេខ្លាំងមែនទែនប៉ុន្តែនគរហេតុរបស់យើងនេះគឺនៅសប្បាយធម្មតាអត់ដឹងអីសោះហើយចុកកូរបស់យើងនេះគឺចង្ហោមាត់ថ្លុងតែម្ដងពេលហ្នឹងរូបភាពក៏បានបិទត្រឹមនឹងលើតែសំឡេងចុងវុនស្រែកថាពួកឯងឈួតអស់ហើយរឿងរបស់យើងក៏បានមកដល់ទីបញ្ចប់អរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាតាំងពីដើមរហូតដល់ចប់
អរគុណជម្រាបលាបាយបាយ